ជំរាបសួរអ្នកទាំងអស់គ្នានឹងយើងមានខេសថ្មីមួយទៀតហើយខេសនេះគឺជាខេសបន្ថយកណ្ដាប់ទូរស័ព្ទហើយសារធាតុផលិតរបស់វានឹងគឺផលិតមកច្រើនស្ទាប់មែនទេទាំងអស់គ្នាហើយ desktop ដំបូងនេះដែលខ្ញុំបង្ហាញនេះគឺជាប្រភេទ graphene ដែលជាសារធាតុមួយដែលអាចបញ្ជូនកណ្ដៅបានលឿនមែនទេទាំងអស់គ្នាគឺអាចថាខ្ពស់ជាងគេហើយសមត្ថភាពក្នុងការបញ្ជូនកណ្ដៅរបស់វាគឺ2000ទៅ5300 watt ក្នុង1ម៉ែត្រក្នុង1កែវទាំងអស់គ្នាហើយបើប្រៀបធៀបជាមួយនឹងស្ពាន់ជាមួយនឹងអាលុយមីញ៉ូមគឺវាមានសមត្ថភាពខ្ពស់មែនទេចំពោះសុំ frame ជុំវិញពណ៌ខ្មៅនឹងជាប្រភេទជ័រទន់ទេប៉ុន្តែនៅខាងក្រោយគឺរឹងដោយផ្នែកខាងក្រោយនឹងគឺជាប្រទេសអាលុយមីញ៉ូមហើយចំពោះកងពណ៌សនឹងជាដែកឆក់ហើយកងពណ៌រាងក្រហមឆ្អិននឹងជាប្រភេទទងដៃជាមួយក៏ស្ពាន់ហើយនៅមានប្រទេស4ទៀតដែលមានឆ្នោតរាងកឡុកដែលយើងមើលឃើញថាជា style ហ្នឹងក៏ជាប្រទេសស្ពាន់ដែរអញ្ចឹងចំពោះស្រោមទូរស័ព្ទនេះគឺថាសារធាតុផលិតវាគឺច្រើនមុខហើយច្រើនស្ទាប់ទៀតហើយសុទ្ធសឹងតែជាលោហៈដែលមានតម្លៃអញ្ចឹងចំពោះស្រោមនេះនឹងក៏តម្លៃមិនធូរហ្មងដែរហើយគេធ្វើគ្រប់យ៉ាងគឺដើម្បីតែបន្ថយកណ្ដៅរបស់ទូរស័ព្ទឲ្យវាចុះត្រជាក់លឿនប៉ុន្តែបើក្នុងករណីយើងប្រើការងារធ្ងន់ណាកម្ដៅគឺឡើងខ្លាំងហើយវាក៏អាចជួយបានច្រើនដែរគ្រាន់តែថាវាប្រសើរជាងដែលយើងអត់ដាក់ស្រោមនឹងឬមួយក៏យើងប្រើស្រោមប្រភេទផ្សេងណាហើយបើសម្រាប់ខ្ញុំចំពោះយើងប្រើការងារធ្ងន់ឬក៏ថតច្រើនគឺខ្ញុំប្រើកង្ហារខ្យល់ជំនួយបន្ថែមដើម្បីឲ្យត្រជាក់ហើយកន្លែងនេះអ្នកទាំងអស់គ្នាអាចនឹងគិតថាជាមិនខ្ញុំប្រើប្រភេទកង្ហារត្រជាក់កកហ្មងទៅព្រោះអីវាត្រជាក់ខ្លាំងជាងកន្លែងហ្នឹងខ្ញុំគិតថាវាមានគុណវិបត្តិរបស់វាបើយើងប្រើកង្ហារហ្នឹងនៅពេលដែលវាត្រជាក់ខ្លាំងវាកកធម្មតាវាកកវាបង្កើតជាចំហាយទឹកចំហាយទឹកហ្នឹងវាអាចប៉ះពាល់ទៅដល់គ្រឿងក្នុងទូរស័ព្ទហើយករណីហ្នឹងគឺអត់ចេញឲ្យយើងឃើញភ្លាមទេគឺវាសើមហើយដល់ស្នឹមឬមួយក៏អាចនឹងឆ្លងភ្លើងប៉ុន្តែវាពយាយូររហូតដល់រាប់ខែរាប់ឆ្នាំមកពេលខ្លះបានវារោរឿងយើងប៉ុន្តែអីដែលយើងដឹងមុនគឺយើងការពារទៅសុខចិត្តប្រើកង្ហារដែលវាមិនសូវត្រជាក់ប៉ុន្តែវាសុវត្ថិភាពហើយក្រៅពីនេះស្រោមនោះក៏មើលទៅលក្ខណៈស្អាតប្លែកដែរហើយវាជាលោហៈអញ្ចឹងមើលទៅគឺមានតម្លៃអញ្ចឹងអរគុណច្រើនអ្នកនរគ្នាសម្រាប់ការទស្សនា